ជំរាបសួរបងប្អូននេះគឺជាទស្សនវិជ្ជានៅវត្តភ្នំខ្លែងដែលជាវត្តដែលមានទស្សបារមីខ្ញុំជឿជាក់ថាបងប្អូនមួយចំនួនប្រកាសជាបានស្គាល់ថាវត្តភ្នំខ្លែងនេះមានទស្សបារមីប្រកែកស័ក្តិសិទ្ធិប៉ុណ្ណាហើយវត្តនេះក៏ជាអនុស្សាវរីយ៍ដែលខ្ញុំកាលនៅក្មេងបងប្អូនខ្ញុំរៀននៅសាលាបឋមសិក្សាវត្តភ្នំខ្លែងនេះហើយក៏មានអនុស្សាវរីយ៍ជាច្រើនរយៈពេល6ឆ្នាំដែលខ្ញុំរៀននៅទីនេះឥឡូវដើម្បីកុំឲ្យខាតពេលយូរខ្ញុំនឹងនាំបងប្អូនទៅទស្សនានៅទស្សនវិជ្ជាវត្តទាំងមូលដែលមានកន្លែងមានបារមីដូចជាកន្លែងមានទឹកចេញណាបងប្អូនហើយដូចអត់ចេះរៀនទេហើយបងប្អូនមួយចំនួនដែលគាត់អញ្ជើញមកដល់ទីនេះគាត់អត់ដើរចោលកន្លែងហ្នឹងទេឥឡូវតោះបងប្អូនទៅទាំងអស់គ្នាអញ្ជើញបាទបងប្អូននេះគឺជាទស្សនវិជ្ជាចដាឡើងបងប្អូនកាលពីខ្ញុំនៅក្មេងបងប្អូនអត់មានចដាអញ្ចឹងទេជាចដាបែបបុរាណណាបងប្អូនបាទបងប្អូនឥឡូវនេះយើងមកដល់គេហៅថាដំណាក់ទី1យើងនៅសល់តែ2ដំណាក់ទៀតយើងនឹងទៅដល់កំពូលភ្នំខ្លែងហើយបងប្អូនហើយនៅលើកំពូលភ្នំខ្លែងហ្នឹងយើងអាចមើលទេសភាពបានជាច្រើន360ដឺក្រេតែម្ដងបងប្អូនយើងអាចមើលទៅផ្លូវជាតិក៏បានយើងមើលទៅភូមិខាងក្រោយនោះក៏បានដែរឥឡូវតើបងប្អូនអញ្ជើញទៅជាមួយខ្ញុំទៀតអូបងប្អូនឥឡូវនេះបានមកដល់លើកំពូលប្រហែហើយមកកាមេរ៉ាឡើងមកនេះមកឡើងមកនេះបងប្អូនកាលពីខ្ញុំនៅរៀនអត់ទាន់មានសមិទ្ធផលច្រើនអញ្ចឹងទេឥឡូវមានច្រើនមែនទែនបងប្អូនអញ្ជើញមើលនេះអូយស្អាតណាស់បងប្អូនអញ្ជើញមើលនេះកាមេរ៉ាចាប់មកនេះមកមានពុទ្ធបដិមាជាច្រើនហើយប្លែកពិតជាប្លែកហើយស្អាតណាស់បងប្អូនហើយបាទបងប្អូនឃើញទេហើយនេះយើងមានចដាឡើងពីខាងនេះហើយយើងក៏មានចដាឡើងខាងនោះមកខាងទៀតដែរគេថាបែបបុរាណណាបងប្អូនបន្តិចទៀតខ្ញុំនឹងបងប្អូនស្គាល់បាទជំរាបបងប្អូននេះគឺជាព្រះអង្គបរិនិព្វានហើយគឺបានកសាងឡើងដោយឧបាសកសេសិធូននិងឧបាសិកាប៊ុនសុខេងនៅខាងនេះគេអត់ដាក់ឆ្នាំណាទេបងប្អូនប៉ុន្តែនេះគឺជាព្រះអង្គបរិនិព្វានបងប្អូននេះគឺសម្ដេចព្រះសង្ឃរាជជួនណាតហើយនេះគឺខាងក្រុងងុយហើយនេះគឺអូកាមេរ៉ាចេញមកនេះមកនេះគឺជាព្រះសិអាមេត្រីហើយនេះគឺជាព្រះនរាយណ៍ហើយនេះគឺពនាងសក់ប្អូពនាងរំសាយសក់កម្ៅធរណីចេញមកទៀតបងប្អូននៅខាងនោះទៀតហើយនេះគឺអូច្រើនណាស់បងប្អូនខ្ញុំក៏ស្គាល់អត់អស់ដែរហើយអូខាងនេះទៀតនេះស្ទើរតែពុទ្ធបដិមាច្រើនមែនទែនបងប្អូនបាទបងប្អូននេះកន្លែងនេះហើយបងប្អូនគឺជាដែលគេថាមានទស្សបារមីបងប្អូននេះខាងក្នុងនេះគឺជាដងទឹកមិនមែនដងទេបងប្អូនគឺជាកន្លែងទឹកចេញនៅខាងវត្តភ្នំខ្លែងនេះដែលគេថាដួសអត់ចេះរីងបងប្អូនកាលខ្ញុំនៅក្មេងៗក៏ធ្លាប់បាត់ដួសទឹកមុននៅនេះដែរហើយគឺជាទឹកមុនដែលមានបារមីស័ក្តិសិទ្ធិខែបុណ្យខែទានអីបងប្អូនប្រជាពលរដ្ឋអញ្ជើញមកច្រើនណាបងប្អូនកន្លែងនេះគឺជាកន្លែងដែលមានបារមីហើយបងប្អូនគេតែងតែដួសទឹកនេះដាក់ដបទឹកសុទ្ធដាក់អីអញ្ចឹងយកទៅដល់ប្រុសព្រំនៅផ្ទះនៅអីអញ្ចឹងណាបងប្អូនបាទបងប្អូននេះអញ្ជើញកាមេរ៉ាចាប់ឲ្យដល់ឲ្យបងប្អូនបានអញ្ជើញមើលហើយបងប្អូនអញ្ជើញមកបើសិនជាមានពេលអញ្ជើញមកវត្តភ្នំខ្លែងកុំចោលកន្លែងនេះគឺកន្លែងនេះគឺនរណាក៏អញ្ជើញមកដែរហើយសួរនរណាក៏គេស្គាល់ដែរបងប្អូនកាលខ្ញុំនៅក្មេងអត់ទាន់មានគេធ្វើជាអញ្ចេះទេគឺជាថ្មតែម្ដងតែឥឡូវគេធ្វើបន្ថែមដើម្បីឲ្យស្រួលទប់ស្រួលអីចឹងបងប្អូននេះបងប្អូនទឹកហ្នឹងហើយដែលគេដួសអត់ចេះអស់បងប្អូនខូបក្រាំងភូបភាសាគឺគេដួសអត់អស់ទេហើយគេធ្វើតាមប្រពៃណីខ្មែរយើងគឺថាសុំសុខសុំសុបាយសុំសិរីមង្គលអញ្ចឹងណាបងប្អូនមកកងនេះឲ្យកងលុបមកឲ្យចាក់ចូលមកសុខសប្បាយណាបាទជំរាបបងប្អូននេះគឺជាផ្លូវមកខាងទៀតដែលយើងធ្វើដំណើរចុះពីខាងលើកំពូលភ្នំខ្លែងចុះមកបងប្អូនឃើញទេនេះមានព្រះអង្គជាច្រើនហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងដែរទេបងប្អូនចង់ជម្រាបបងប្អូនថាបើសិនជាបងប្អូនមានពេលទំនេរបងប្អូនអញ្ជើញមកទស្សនាវត្តនេះទៅមិនខុសបំណងទេបងប្អូនកន្លែងស័ក្តិសិទ្ធិកន្លែងដែលបកែដែលមានទស្សបារមីសម្រាប់បងប្អូនណាអាចអញ្ជើញមកទីនេះបានមិនខុសបំណងទេ